ជាប់មានប្រមាណប្រភេទជាប់ដែលភាសាអង់គ្លេសគេហៅថា melasma ជាប់មាន3ប្រភេទផ្សេងៗគ្នាវីដេអូនេះខ្ញុំនឹងបង្ហាញ3ប្រភេទខុសគ្នាឲ្យបងប្អូនទាំងអស់គ្នាងាយកត់សម្គាល់មើលហើយតើជាប់ប្រភេទមួយណាដែលងាយស្រួលក្នុងការព្យាបាលជាងគេជាប់មួយណាដែលពិបាកព្យាបាលជាងគេជាប់ប្រភេទទី1គេហៅថា epidermal melasma ជាប់ទី2គេហៅថា dermal melasma ហើយជាប់ទី3គេហៅថា mid melasma ជាប់កម្រិតស្រាលគេហៅថា superficial melasma ឧទាហរណ៍ដូចមុខរបស់ខ្ញុំអញ្ចឹងណាបងប្អូនហើយចំណែកមុខបងស្រីរបស់ខ្ញុំគេហៅថា deep melasma ចាជាប់នៅស្រទាប់កម្រិតធ្ងន់ហើយសម្រាប់អតិជននេះគឺមុខរបស់គាត់មិនតែម្ដងចាមានទាំងកម្រិតស្រាលហើយនិងកម្រិតធ្ងន់ចូលគ្នាសារធាតុសំខាន់ៗនៅក្នុង skin care ដែលប្រើជួយបំបត្តិស្នាមជាប់មានដូចជា alpha arbutin retinol វីតាមីន C ណៃស៊ីនេម៉ៃក្លូតាថៃរ៉ុនពពួក AHA និង BHA ជាដើមអញ្ចឹងបើសិនជាបងប្អូនមានបញ្ហាមុខជាប់មានស្នាមមានមុនស្បែកយើងងាយរលាក់ស៊ីអីបងប្អូនអាចប្រើប្រាស់ជំនួសឈុត BNM UT បានចាធ្វើឲ្យមុខរបស់យើងសភ្លឺរលោងស្បែកមានសំណើមជួយកាត់បន្ថយស្នាមឲ្យខ្មៅស្នាមជាប់និងស្បែកពណ៌ស្បមិនស្មើគ្នាប្រឹក្សាបន្ថែមឆាតចុះពេកឬខលតាមរយៈលេខទូរស័ព្ទបានចាអរគុណ